សូមស្វាគមន៍មកកាន់ Channel Tech Original សិក្សាភាសាចិនបាទថ្ងៃនេះគឺជួបជាមួយឡាវស៊ឺទៀតហើយគឺមេរៀនយើងថ្ងៃនេះគឺចូលទៅដល់មេរៀនទី7បាទអញ្ចឹងមេរៀនយើងគឺមានចំណងជើងថាចាយអ៊ីយៀនបាទចាយអ៊ីយៀនមានន័យថានៅមន្ទីរពេទ្យបាទអញ្ចឹងកុំឲ្យខាត់ពេលយូរចូលមេរៀនយើងតែម្ដងទៅបាទអញ្ចឹងគឺប្រយោគទី1របស់យើងនេះហៅនេះ哪里不舒服បាទ你好你哪里不舒服សួស្តីអ្នកឈឺកន្លែងណាបាទ你好បាទ你好នោះគឺទីច្រើនគឺបងប្អូនអរគុណដឹងហើយគឺយើងប្រើថាសួស្តីនេះបាទអ្នកណាលីបាទណាលីមានថាកន្លែងណាឬក៏ត្រង់ណាយ៉ាងបាទពូស៊ូហ្វូបាទពូស៊ូហ្វូនោះគឺមានថាមិនស្រួលខ្លួនឬក៏ជាអាចប្រើថាឈឺយ៉ាងបាទស៊ូហ្វូបាទស៊ូហ្វូស្រួលខ្លួនពូស៊ូហ្វូមិនស្រួលខ្លួនបាទអញ្ចឹងត្រង់ប្រយោគយើងកន្លែងនេះណាលីពូស៊ូហ្វូបាទយើងមើលថាអ្នកឈឺកន្លែងណាបាទអញ្ចឹងយើងមើលចម្លើយយើងទាំងអស់គ្នាបាទ B បាទវ៉头疼也发烧បាទវ៉头疼也发烧ខ្ញុំឈឺក្បាលហើយក្តៅខ្លួនបាទវ៉ខ្ញុំ头疼បាទ头疼ឈឺក្បាលយេបាទយេហើយឬក៏យើងអាចប្រែថាកបាទហ្វាសោបាទហ្វាសោក្តៅខ្លួនខ្ញុំឈឺក្បាលហើយក្តៅខ្លួនបាទអញ្ចឹងយើងចូលប្រយោគយើងបន្តទៀត我给你开点药បាទ我给你开点药បាទខ្ញុំនឹងបើកថ្នាំឲ្យអ្នកបាទព្រោះបាទខ្ញុំកៃនេះបាទកៃនេះមានថាឲ្យអ្នកខៃទៀនបាទខៃទៀនបាទថាបើកបន្តិចបើកបន្តិចយ៉ាវថ្នាំបាទខៃទៀនយ៉ាវហើយមានន័យថាបើកថ្នាំបាទព្រោះកៃនេះខៃទៀនយ៉ាវបាទខ្ញុំនឹងបើកថ្នាំឲ្យអ្នកអញ្ចឹងយើងមើលប្រយោគ B ហ្នឹង谢谢医生បាទ谢谢医生បាទមានន័យថាអរគុណគ្រូពេទ្យបាទ谢谢យើងមានថាអរគុណ医生បាទ医生គ្រូពេទ្យបាទអញ្ចឹងសម្រាប់មេរៀនទី7យើងនៅក្នុងថ្ងៃនេះគឺយើងមានតែប៉ុណ្ណឹងបាទអញ្ចឹងដើម្បីទទួលបានមេរៀនថ្មីៗកុំភ្លេចចុច Subscribe Channel របស់ខ្ញុំបាទអ្នកមួយផងបាទសូមអរគុណសូមជម្រាបលា